មានអារម្មណ៍ថាខ្ជិលអាមុខម្ហូបដែលងាយគឺមានតែប្រឡាក់ទេឃើញថាមន់ក្នុងទូរបស់យើងគឺនៅមួយចាហៀងគឺចាប់ការប្រឡាក់មករបៀបប្រឡាក់របស់ខ្ញុំគឺងាយខ្លាំងមែនតើយើងមានខ្ទឹមម្ទេសចង់ដាក់ហិលជាងហ្នឹងដាក់ពី3គ្រាប់ចឹងទៅក្នុងហ្នឹងគឺខ្ញុំដាក់ល្ងសមកស្ព្រាបាយហើយគ្រឿងហ្នឹងមកស្ព្រាបាយស្លឹកក្រូចហ្នឹងពី3ស្លឹកចឹងមកហើយយើងបុកឲ្យវាម៉ត់គ្រឿងហ្នឹងគឺយើងទិញក្នុងផ្សារបងអាគ្រឿងគេកិនស្រាប់ចឹងយើងយកមកបុកបញ្ចូលគ្នាចឹងមកបុកឲ្យម៉ត់មកល្មមមកបងស្រួលប្រឡាក់ទៅវាចូលជាតិជាមួយនឹងសាច់មាន់ខ្ញុំប្រឡាក់សាច់មាន់ពេលខ្លះគឺខ្ញុំដាក់ម្ដេងសុតពេលខ្លះគឺខ្ញុំបុកខ្ញីសុតពេលខ្លះខ្ញុំដាក់គ្រឿងបុកចឹងណា3មុខហ្នឹងគឺយើងចង់ដាក់ណាក៏បានដែរពេលប្រឡាក់ទៅវាកាត់ក្លិនឆ្អាបហើយមានក្លិនឈ្ងុយដូចគ្នាអញ្ចឹងយើងបុកគ្រឿងឲ្យម៉ត់ដូចខ្ញុំអញ្ចឹងមកហើយកុំភ្លេចដាក់ល្ងដូចខ្ញុំអាល្ងសហ្នឹងគឺថាវាជំនួយឲ្យសាច់មាន់របស់យើងក្លិនឡើងឈ្ងុយហ្មងអញ្ចឹងមាន់របស់ខ្ញុំគឺខ្ញុំបានផ្លែហើយមាន់មានតែមួយចំហៀងទេមាន់3សះយើងហ្នឹងអយបើបានមាន់ស្រែវិញជាតិត្មងមាន់3សះនេះវារៀងសាច់ថយបន្តិចតែមិនសំខាន់សាច់ទេបងសំខាន់ជាងគេតែយើងប្រឡាក់ទៅឆ្ងាញ់ហើយមានជាតិ juicy អត់អយនេះបើប្រឡាក់ហើយញ៉ាំមួយចាក់វិញត្រូវគ្នាហ្មងហើយមាន់របស់យើងហ្នឹងគឺយើងត្រូវផ្លែឆូតវាអញ្ចឹងបងពេលដែលយើងអាំងទៅវាចូលជាតិប្រឡាក់ទៅវាចូលជាតិមួយហ្មងបើយើងអត់ឆូតក៏វាអត់សូវចូលជាតិដែរចាអញ្ចឹងគឺយើងចាប់ផ្ដើមចាក់មាន់របស់យើងចូលក្នុងធុងមកហ្នឹងគ្រឿងដែលខ្ញុំបានបុកមិញគឺខ្ញុំយកមកដាក់ប្រឡាក់ជាមួយនឹងសាច់ទាំងអស់យើងយកមកដល់យើងច្បល់វាតិចសិនមកយើងច្បល់គ្រឿងហ្នឹងឲ្យរៀងចូលតិចហើយគឺយើងចាប់ផ្ដើមវាយគ្រឿងទេសយើងចូលហ្មងសៅស៊ុបខ្ញុំដាក់ចំនួនកន្លះស្លាបព្រាបាយហើយស្ករសហ្នឹងក៏ខ្ញុំដាក់កន្លះស្លាបព្រាបាយដែរនិយាយទៅម្សៅស៊ុបដាក់កន្លះស្ករដាក់កន្លះតែបើយើងមានទឹកដោះគោខាប់ហ្នឹងគឺយើងថែមដោះគោខាប់ហើយជាមួយស្ព្រាបាយអីមកបើយើងមានទឹកឃ្មុំថែមទឹកឃ្មុំបន្តិចលួចទឹកឃ្មុំបន្តិចឲ្យរៀងឈ្ងុយទឹកឃ្មុំទៀតក៏បានដែរតោះមកគឺខ្ញុំចាក់ប្រេងខ្យងចំនួន1ស្លាបព្រាបាយដូចគ្នាចាបន្ទាប់មកច្បល់ភ្លេចទៅឃើញថាខ្លួនឯងហ្នឹងភ្លេចដាក់ប្រេងឆាប្រេងឆាបើយើងចាក់មកច្រូចមកណាខ្ទង់ប្រហែលជាកន្លះស្លាបព្រាបាយអីទេមិនបាច់ដាក់ច្រើននេះប្រេងឆាយើងដាក់គ្រាន់ថាឲ្យវាមានជាតិ juicy ពេលអាំងទៅវាលើបល្អអញ្ចឹងចាហើយយើងក៏បន្តប្រឡាក់វាឲ្យចូលជាតិមួយគ្នាហ្មងឲ្យវាចូលជាតិនិយាយទៅប្រឡាក់ថ្នមទៅបងប្អូនឲ្យវាចូលជាតិមួយគ្នាអញ្ចឹងណាបើយើងប្រឡាក់រៀងសម្បាច់ខ្លាំងបែកសាច់មាន់ទៅព្រោះមាន់ហ្នឹងមាន់កសកម្មទេមិនមែនមាន់ខ្មែររបស់យើងទេបើមាន់ខ្មែររបស់យើងសាច់រៀងណែនណាអញ្ចឹងវាខុសពីមាន់កសកម្មអញ្ចឹងមាន់នេះគឺយើងច្បាយធ្វើម៉េចទុនឲ្យវារៀងចូលជាតិទៅគឺធានាថាប្រឡាក់អញ្ចឹងអាំងទៅគឺឆ្ងាញ់ហើយវាសាច់ឡើងទុនឲ្យតែខ្ញុំប្រឡាក់សាច់មាន់គឺខ្ញុំប្រឡាក់តែអញ្ចឹងទេបងប្រឡាក់ទាំងមូលអីក៏ដោយគឺខ្ញុំប្រឡាក់តែអញ្ចឹងទេធានាថាឈ្ងុយឆ្ងាញ់ញ៉ាំមួយបាយហ្នឹងគឺជាតិហ្មងហើយសាច់មាន់អាំងនេះបើសិនជាបានញ៉ាំជាមួយនឹងបុកម្ជូរអំពិលអីចង់និយាយថារសជាតិញាក់មកបងបាយចុះណាស់តែបន្ទាប់ពីប្រឡាក់ចូលជាតិហើយគឺថាតរចក្រានបងថ្លៃដើម្បីអាំងប្រទេសខ្ញុំប្រើតែកង្កះហើយនឹងចក្រានអគ្គិសនីអីទេបងខ្ញុំអត់ប្រើខ្ជុងអញ្ចឹងពេលត្រូវការអាំងអីគឺទៅផ្ទះបងថ្លៃហើយនៅជាប់គ្នាអញ្ចឹងណាចាប់ភ្លើងពេលយើងដាក់អាំងវាដាក់បាច់ដាក់ខ្លាំងទេដាក់មកល្មមបានហើយយើងដាក់អាំងទៅបីឲ្យវាឆាប់ខ្លោចឆាប់អីចឹងឲ្យវាក្រៀមតាមដំណើរអញ្ចឹងណាវាបានវាឆ្ងាញ់បើយើងបង្ខំក៏អត់ឆ្ងាញ់ដែរអញ្ចឹងរបៀបប្រឡាក់សាច់មាន់ដល់ងាយរបស់ខ្ញុំក៏បានដល់ទីបញ្ចប់ហើយបើសិនជាបងចង់សាកប្រឡាក់បែបហ្នឹងអាចសាកប្រឡាក់បានណាបើសិនជាមានចំណុចខ្វះខាតអីសំខាន់តែអភ័យទោសអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការចូលទស្សនាវីដេអូមួយនេះជួបគ្នាវីដេអូក្រោយបាយ